ត្រីចំហុយទឹកដូងឬក៏ដុតទឹកដូងពុកម៉ែបងប្អូនសំខាន់ប្រពន្ធខ្ញុំប្រឡាក់ជាមួយនឹងអំបិលម្ទេសអូចូលជាតិគ្នាណាសាករៀនធ្វើ4នេះទាំងអស់គ្នាជាតិមែនតើត្រីដុតអំបិលម្ទេសជាមួយនឹងស្ពៃក្តាមមួយមុខនេះធ្វើឲ្យកុំភ្លេចដាំបាយច្រើនផងព្រោះអីដឹងតែញ៉ាំបាយអស់ពី3ចានហើយជាដំបូងយើងចាប់ផ្ដើមមកដាក់បុកអំបិលម្ទេសរបស់យើងសិនមានម្ទេសខ្ទឹមស្ករប៊ីចេងម្សៅស៊ុបបុកអំបិលម្ទេសរបស់យើងអីរួចរាល់អីហើយយើងចាប់ផ្ដើមមកធ្វើត្រីចំពោះត្រីខ្ញុំប្រើជាត្រីក្រហមយើងយកត្រីក្រហមរបស់យើងយកមកឆូតជាកាឡាការ៉ូចឹងមកហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមយកត្រីរបស់យើងនឹងយកមកដាក់ប្រឡាក់ជាមួយនឹងអំបិលម្ទេសដែលយើងបានបុករួចប្រឡាក់ហើយបន្ទាប់មកយើងផ្អាប់ទុករយៈពេល10នាទីសិនដើម្បីឲ្យត្រីរបស់យើងចូលជាតិហើយកុំភ្លេចញាត់ជាមួយនឹងគ្រឿងកាត់ឆ្អាបរបស់យើងមានកុលក្រែងដេងស្លឹកក្រូចញាត់គ្រឿងកាត់ឆ្អាបរួចរាល់អីហើយយើងចាប់ផ្ដើមមកដាក់ត្រីក្រហមរបស់យើងធ្វើការដុតហើយចំពោះការដុតត្រីក្រហមហ្នឹងគឺខ្ញុំដុតជាមួយនឹងស្ពៃក្តោបយើងទ្របជាមួយនឹងស្ពៃក្តោបហើយយើងចាក់ត្រីក្រហមរបស់យើងចូលហើយថែមជាមួយនឹងទឹកដូងទៀតចេះមកនិយាយពីថាដឹងតែជាតិហើយការដុតហ្នឹងគឺខ្ញុំដុតរយៈពេល20នាទីហើយឥឡូវត្រីដុតអំបិលម្ទេសជាមួយនឹងស្ពៃក្តោបរបស់យើងក៏រួចរាល់ដែរនិយាយពីថាក្លិនលឹងឈ្ងុយហ្មងឈ្ងុយចេញពីសាច់ត្រីផងក្លិនទឹកដូងរបស់យើងផងហើយចំណែកឯសាច់ត្រីវិញគឺផ្អែមឆ្ងាញ់ណាស់ដោយសារយើងប្រើត្រីស្រស់ល្អហើយណាមួយយើងដុតជាមួយនឹងទឹកដូងទៀតអញ្ចឹងធ្វើឲ្យសាច់ត្រីរបស់យើងផ្អែមមានជាតិនៅក្នុងហ្នឹងហើយបើស្ពៃក្តោបវិញញ៉ាំទៅគឺមានជាតិណាហើយខ្ញុំចូលចិត្តញ៉ាំណាស់ជាមួយនឹងត្រីដុតអីហើយយើងថែមជាមួយនឹងទឹកជ្រលក់ទឹកស៊ីអ៊ីវដាក់ម្ទេសឲ្យហឹលទៀតចឹងមកអូនិយាយពីថាបាយអស់ពី3ចានហ្មងហើយបានញ៉ាំជាមួយនឹងបាយក្តៅទៀតដូងនិយាយពីថាអែមណាដឹងតែបាយអស់ពី3ចានហើយបងប្អូនធ្វើមុខម្ហូបនេះកុំភ្លេចដាំបាយច្រើនផងហើយចង់ឲ្យចម្អិនម្ហូបអ្វីនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយ